បងប្អូនអើយយប់នេះដេតលក់ដោយសារមានប្រច័នល្ងិតឆឹងយប់នេះហត់ដងហ្នឹងមុននឹងដេកហ្នឹងគឺមើលប្រច័នឬបានដេកលក់ដល់ពេលថ្ងៃហ្នឹងគេ set up សោកទៅដេតលក់ឥឡូវងើបមើលទេសភាពនៅជំវិញកន្លែងរស់នៅតែនឹកឃើញនេះបងប្អូនអើយបងកម្មករម៉ោង11 12យប់ឯណាពួកគាត់អត់ទាន់សម្រាកឯណាបងប្អូនអូយតើសើពួកគាត់ធ្វើការងារណាយល់ហើយថាតម្រូវការណាទំនួលខុសត្រូវការងាររបស់ក្រុមហ៊ុនណាប៉ុន្តែបងប្អូនអើយព្រោះតែអាហារ3ពេលណោះមកស្មានអត់ទាន់បានដេកបានពួនហើយយើងអ្នកមានកន្លែងដេកត្រឹមត្រូវមានពូកភួយមុងត្រឹមត្រូវហើយដេកមិនលក់វិញទៅជាអញ្ចឹងណាបងប្អូនណោះជីវិតពិតជាមិនដូចគ្នាមែនស្អាតទេបងប្អូនទេសភាពពេលយប់ថ្ងៃហ្នឹងអន់ចិត្តអត់មានប្រច័ណ្ឌ